ជំរាបសួរបងប្អូនអ្នកគ្នាបាទនៅថ្ងៃនេះគឺយើងជួបគ្នាជាថ្មីជាមួយខ្ញុំកំហុយបាទហើយនៅក្នុងថ្ងៃនេះគឺយើងនឹងសិក្សាអំពីពាក្យនិងឃ្លាភាសាចិនដែលយើងប្រើប្រាស់ប្រចាំថ្ងៃបាទតោះបងប្អូនអ្នកគ្នាយើងសិក្សាជាមួយគ្នា不好意思借过一下不好意思គឺមានន័យថាសុំទោសឬក៏សូមអធិស្ឋាន借过សូមជាផ្លូវ一下បន្តិច不好意思借过一下គឺមានន័យថាសុំទោសសូមជាផ្លូវបន្តិច不好意思借过一下សុំទោសសូមជាផ្លូវបន្តិច我先谢谢你了我ខ្ញុំ先មុនឬក៏ដំបូង谢谢你អរគុណអ្នក我先谢谢你了គឺមានន័យថាខ្ញុំសូមអរគុណអ្នកទុកជាមុន我先谢谢你了ខ្ញុំសូមអរគុណអ្នកទុកជាមុន你太客气了你អ្នកថៃ了មានន័យថាពេកហើយឬក៏ខ្លាំងពេកហើយ客气គូសម你太客气了គឺមានន័យថាអ្នកគូសមពេកហើយ你太客气了អ្នកគូសមពេកហើយ好久不见好久រយៈពេលយូរ不见មិនបានជួបគ្នា好久不见មានន័យថាខាន់ជួបគ្នាយូរហើយ好久不见ខាន់ជួបគ្នាយូរហើយ怎么办怎么មានន័យថាយ៉ាងម៉េចប៉ាន់ធ្វើ怎么办គឺមានន័យថាតើគូធ្វើយ៉ាងម៉េចទៅ怎么办តើគូធ្វើយ៉ាងម៉េចទៅ怎么了怎么មានន័យថាយ៉ាងម៉េច了ហើយ怎么了មានន័យថាយ៉ាងម៉េចហើយ怎么了យ៉ាងម៉េចហើយ你要这个吗你អ្នក要ត្រូវការ这个មួយនេះម៉ាឬទេ你要这个吗គឺមានន័យថាតើអ្នកត្រូវការមួយនេះឬទេ你要这个吗តើអ្នកត្រូវការមួយនេះឬទេ好吃吗好吃មានន័យថាឆ្ងាញ់ម៉ាឬទេ好吃吗មានន័យថាតើឆ្ងាញ់ឬទេ好吃吗តើឆ្ងាញ់ឬទេ好吃好吃មានន័យថាឆ្ងាញ់好吃ឆ្ងាញ់真的吗真的មានន័យថាពិតម៉ាឬទេ真的吗មានន័យថាតើពិតឬទេ真的吗តើពិតឬទេ真的假的真的មានន័យថាពិត假的មិនពិត真的假的មានន័យថាតើពិតឬក៏មិនពិត真的假的តើពិតឬក៏មិនពិត不好意思我刚才没在听不好意思មានន័យថាសុំទោសឬក៏សូមអធិស្ឋាន我ខ្ញុំ刚才អំបញ្ញមិញ没មិនឬក៏អត់在 no 听ស្ដាប់不好意思我刚才没在听មានន័យថាសុំទោសអំបញ្ញមិញខ្ញុំមិនបានស្ដាប់不好意思我刚才没在听សុំទោសអំបញ្ញមិញខ្ញុំមិនបានស្ដាប់你怎么知道你អ្នក怎么យ៉ាងម៉េច知道ដឹង你怎么知道មានន័យថាតើអ្នកដឹងដោយរបៀបណា你怎么知道តើអ្នកដឹងដោយរបៀបណា我跟你说多少遍了我跟你គឺមានន័យថាខ្ញុំជាមួយអ្នក说មានន័យថានិយាយ多少遍គឺមានន័យថាប្រមាណលើកឬក៏ប្រមាណដង我跟你说多少遍了គឺមានន័យថាតើខ្ញុំបាននិយាយប្រាប់អ្នកហ្នឹងប្រមាណដងអី我跟你说多少遍了តើខ្ញុំបាននិយាយប្រាប់អ្នកប្រមាណដងហើយ我有一件事想跟你说我有一件事គឺមានន័យថាខ្ញុំមានរឿងមួយឬក៏ខ្ញុំមាននៅបញ្ហាមួយ想ចង់跟你说និយាយជាមួយអ្នកឬក៏ប្រាប់អ្នក我有一件事想跟你说គឺមានន័យថាខ្ញុំមានរឿងមួយចង់និយាយប្រាប់អ្នក我有一件事想跟你说ខ្ញុំមានរឿងមួយចង់និយាយប្រាប់អ្នក你最近怎么样你គឺមានន័យថាអ្នក最近មានន័យថាថ្មីនេះ怎么样ដូចម្ដេចឬក៏យ៉ាងដូចម្ដេច你最近怎么样គឺមានន័យថាតើពេលថ្មីនេះអ្នកយ៉ាងដូចម្ដេចដែរឬក៏តើពេលថ្មីនេះអ្នកសុខសប្បាយឬទេ你最近怎么样តើពេលថ្មីនេះអ្នកសុខសប្បាយឬទេ挺好的挺គឺមានន័យថាណាស់好ល្អ挺好的មានន័យថាល្អណាស់挺好的ល្អណាស់怎么回事怎么回事គឺមានន័យថាតើមានរឿងអ្វីកើតឡើង怎么回事តើមានរឿងអ្វីកើតឡើង怎么可能怎么គឺមានន័យថាដូចម្ដេច可能ដែលអាចទៅរួច怎么可能គឺមានន័យថាតើអាចទៅរួចយ៉ាងដូចម្ដេច怎么可能ត
តើអាចទៅរួចយ៉ាងដូចម្តេចពាក្យ function ពាក្យគឺមានន័យថាកុំឬក៏ឈប់ function គឺមានន័យថាបោះបង់ពាក្យ function មានន័យថាកុំបោះបង់ពាក្យ function កុំបោះបង់ជួនេះហៅយិនជួនេះគឺមានន័យថាសូមជូនពរអ្នកហៅយិនសំណាងល្អជួនេះហៅយិនគឺមានន័យថាសូមជូនពរអ្នកសំណាងល្អជួនេះហៅយិនសូមជូនពរអ្នកសំណាងល្អ没关系没关系គឺមានន័យថាមិនអីទេ没关系មិនអីទេនេះ真好នេះគឺមានន័យថាអ្នក真ពិតជា好ល្អនេះ真好មានន័យថាអ្នកពិតជាមានចិត្តល្អណាស់នេះ真好អ្នកពិតជាមានចិត្តល្អណាស់我理解对了吗我គឺមានន័យថាខ្ញុំ理解គឺមានន័យថាយល់对មានន័យថាត្រឹមត្រូវម៉ាឬទេ我理解对了吗មានន័យថាតើខ្ញុំយល់ត្រូវឬទេ我理解对了吗តើខ្ញុំយល់ត្រូវឬទេ我去超市我គឺមានន័យថាខ្ញុំ去មានន័យថាទៅ超市ផ្សារទំនើប我去超市មានន័យថាខ្ញុំទៅផ្សារទំនើប我去超市ខ្ញុំទៅផ្សារទំនើបបាទសម្រាប់វីដេអូនេះគឺបានបញ្ចប់ហើយខ្ញុំសង្ឃឹមថាវីដេអូនេះនឹងមានជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាដែលកំពុងសិក្សាភាសាចិនដើម្បីយកមកអនុវត្តហាត់និយាយភាសាចិនបានសូមអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនានៅវីដេអូមួយនេះហើយនឹងជួបគ្នានៅវីដេអូបន្តទៀតបាទសូមអរគុណ